ញដោយវិធីណាហើយនៅក្នុងឆ្នាំ2016នេះគឺជាខួប31ឆ្នាំហើយដែលលោកហ៊ុនសែនបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសកម្ពុជាហើយនៅក្នុងរយៈពេល31ឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនោះគឺឃើញថាលោកបានកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់និងកសាងសាលារៀនសម្រាប់ជាការអភិវឌ្ឍនៅពេលបច្ចុប្បន្នដែលយើងបានមើលឃើញស្រាប់ក៏ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កាលពីឆ្នាំ2015ហ្នឹងគឺបានចេញរបាយការណ៍កម្រាស់ជាង70ទំព័រថាលោកហ៊ុនសែនគឺជាមេដឹកនាំដែលជាប់ចំណាត់ថ្នាក់ទី6ក្នុងចំណោមមេដឹកនាំកាន់អំណាចយូរជាងគេនៅលើពិភពលោករបាយការណ៍នេះបានសរសេរថាលោកហ៊ុនសែនអាចកាន់អំណាចបានយូរបានមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺដោយសារតែការប្រើអំពើហិង្សាការក្តោបក្តាប់កងកម្លាំងប្រដាប់អាវុធការបន្លំស្លឹកឆ្នោតការគ្រប់គ្រងលើប្រព័ន្ធតុលាការការប្រព្រឹត្តអំពើពុករលួយការធ្វើទុកបុកម្នេញបកប្រឆាំងនិងដោយសារមានការគាំទ្រពីរដ្ឋាភិបាលបរទេសជាដើមទោះជាយ៉ាងនេះក្តីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានធ្លាប់បានបដិញ្ញាថាលោកនឹងថែរក្សាតំណែងនេះរហូតដល់ពេលមួយដែលប្រជាប្រដ្ឋធ្វើការបោះឆ្នោតពីព្រោះថាប្រទេសកម្ពុជាយើងមានការបោះឆ្នោតតាមរបបលទ្ធិប្រជាធិបតេយ្យហើយថ្មីនេះទៀតយើងឃើញថាពិសេសគឺក្នុងអាណត្តិទី5នេះកាលពីគឺគណៈបកប្រជាជនកម្ពុជាបានធ្វើកំណែតម្រង់មួយដែលបានបញ្ជ្រាបឬក៏បញ្ចូលយុវជនឲ្យដឹកនាំនៅក្នុងជួរគណៈបកដែរហើយពិសេសទៀតយើងមើលឃើញថាលោកបានរៀបចំកូនចៅរបស់លោកឲ្យកាន់ជួរកងទ័ពជាមានកងទ័ពហើយនឹងវិស័យនយោបាយដូចជាសមាជិករដ្ឋសភាជាដើមនេះគឺជាការប្រែប្រួលការធ្វើកំណែតម្រង់មួយដែលគេមើលឃើញថាតើនេះអាចថាជាការវិជ្រាបមួយលោកកែមនេះទៅចំណុចហ្នឹងតើលោកមើលឃើញថានេះជាយន្តការមួយជាយុទ្ធសាស្ត្រមួយរបស់លោកនាយករដ្ឋមន្ត្រីដើម្បីផ្ទេរអំណាចឲ្យកូនគាត់នៅពេលខាងមុខដោយដែលកូរ៉េខាងជើងបានធ្វើទេបាទសូមអរគុណហើយសូមជម្រាបសួរតាមពិតទៅបើយើងមើលពីឆ្នាំ1979រហូតមកដល់ពេលនេះលោកនាយករដ្ឋមន្ត្រីគាត់បានកាន់អំណាចនឹងជិត37ឆ្នាំក្នុងនាមជារដ្ឋមន្ត្រីការបរទេសហើយបន្តមកជានាយករដ្ឋមន្ត្រីបើយើងប្រៀបធៀបជាផ្ទះវិញបានន័យថា37ជាន់សង់ឡើងលើខ្ញុំមិនទាន់ឃើញមានការសង់ចន្ទាល់សម្រាប់ចុះមកវិញទេបាទក្រែងលោផ្ទះនឹងសង់ចន្ទាល់ខាងក្នុងយើងមើលឃើញក៏មិនដឹងបើទោះបីជាការដំឡើងឋានៈកូនគាត់ឲ្យទៅជានាយឧត្តមសេនីយ៍ច្រើនបន្តមកប៉ុន្តែយើងអត់ទាន់ឃើញការរៀបចំចន្ទាល់សម្រាប់ចុះចេញពីអំណាចដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យទេជាទូទៅមេដឹកនាំដែលជាគំរូនៅលើពិភពលោកគេចុះចេញពីតំណែងប៉ុន្តែគេរៀបចំជាចន្ទាល់ល្អបាទទីហោដូចជាប្រទេសភូមាថ្មីនេះក៏មានប្រទេសសិង្ហបុរីក៏គេបានរៀបចំហើយនឹងប្រទេសសហរដ្ឋអាមេរិកអានឹងយើងពិបាកនិយាយព្រោះវាជា exclusive ហ្នឹងជាផ្នែកមួយពិសេសប៉ុន្តែក៏គេមានរៀបចំចន្ទាល់សម្រាប់កិច្ចគាំពីអតីតប្រធានាធិបតីដែរណាបាទយើងមើលឃើញនាយករដ្ឋមន្ត្រីដែលឆ្លាតហើយមានប្រាជ្ញាគាត់រៀបចំចុះចេញពីអំណាចនៅពេលដែលគាត់មានអំណាចខ្ពស់បំផុតហើយគាត់ចុះចេញពីតំណែងនៅពេលដែលគាត់មានប្រជាប្រិយភាពខ្ពស់បំផុតឧទាហរណ៍ដូចជាប្រទេសសិង្ហបុរីឬក៏សិង្ហបុរីដុកទ័រលីសៀងឡុងដុកទ័រលីខ្វាន់យូគាត់កាន់តំណែងតាំងពីឆ្នាំ1959រហូតមកដល់90នៅពេលដែលឆ្នាំ1990គាត់មានអំណាចខ្ពស់បំផុតហើយមានប្រជាប្រិយភាពខ្ពស់បំផុតប៉ុន្តែហេតុអីបានគាត់ចុះចេញពីតំណែងគាត់គិតថាក្នុងមួយជីវិតមនុស្សគាត់ត្រូវការសម្រាប់គាត់ត្រូវការមានពេលសម្រាប់ជីវិតផ្ទាល់ខ្លួនហើយការកាន់អំណាចនៅក្នុងតំណែងតែម្នាក់ឯងអស់មួយជីវិតមិនមែនជាជំរើសដ៏ល្អទេចឹងហើយនៅពេលនេះគឺគាត់ទេបេក្ខភាពនាយករដ្ឋមន្ត្រីនឹងទៅគោចុកតុងនៅឆ្នាំ1990រហូតមកដល់ឆ្នាំ2003មកដល់2004បានដុកទ័រលីសៀងឡុងបន្តទៅទៀតជាកូនរបស់គាត់ណាបាទអញ្ចឹងខ្ញុំគិតថាជា transition បានតែជាដំណាក់កាលមួយដែលល្អប៉ុន្តែប្រវត្តិខ្មែរយើងភាគច្រើនអង្គុយចាំតតែគេវាយឲ្យចុះតែម្ដងទីហោដូចពល
តែចំណែកមានរដ្ឋបហាតែម្ដងប៉ុន្តែមិនបានចុះចេញពីអំណាចទេអាហ្នឹងយើងមើលឃើញអញ្ចឹងណាប៉ុន្តែយើងក៏មិនចង់ឲ្យប្រវត្តិសាស្ត្រខ្មែរយើងនឹងច្រំដែលរហូតដល់ចាញ់ហើយបានយើងចុះអាហ្នឹងវាជាការអាម៉ាស់មួយផងនៅពេលចាញ់ហើយបានឈប់អាហ្នឹងរឿងមួយរឿងទី2យើងចង់ផ្ដល់ជាយោបល់ឲ្យមានការរៀបចំចន្ទាសមស្របមួយហើយពេលវេលាដែលសមស្របមួយសម្រាប់ថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសកម្ពុជានឹងការផ្ទេរអំណាចដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យវាជាសេចក្តីសុខមិនមែនតែត្រឹមប្រទេសជាតិទេវាសេចក្តីសុខក្នុងខ្លួនរបស់ខ្លួនគាត់ផងហើយនឹងក្រុមគ្រួសារផងបាទអរគុណមុននឹងជជែកពីចូលលោកតទៅថាតើចំណើដោយផ្នែកខ្លាញ់ចង់ងាកមកលោកសាស្ត្រាចារ្យហេងច្រៀងបន្តតើចង់ងាកទៅសំណួរតើមកខ្ញុំវិញដដែលថាអ្វីដែលគណៈបព្វជិជនកម្ពុជាកំពុងតែធ្វើហ្នឹងជាយុទ្ធសាស្ត្រមួយឬក៏លោកមើលឃើញថាដើម្បីជាការប្រទេសអំណាចនៅពេលណាមកកូនចៅគាត់ទេបាទអរគុណប្រជាធម្មសូមថ្វាយគុំព្រះអង្គប្រសងព្រះអង្គហើយនឹងជាបរិវត្តដែលបានស្ដាប់ជប់អសិរ័យខ្ញុំគិតថាការដែលចង់ផ្លាស់ប្ដូរពីឪពុកទៅកូនឬក៏ពីឪពុកទៅក្នុងខ្សែស្រឡាយទៅសមាជិកបកមួយវាជារឿងមួយដែលព្រោះវាជាការផ្លាស់ប្ដូរប៉ុន្តែតើការផ្លាស់ប្ដូរនោះឯងតាមរយៈអ្វីតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឬក៏គ្រាន់តែងតាំងផ្ទាល់ត្រង់តែម្ដងទៅឲ្យកូនចៅទទួលហើយខ្ញុំគិតថាបើសិនជាមានការផ្លាស់ប្ដូរអំណាចតាមរបៀបជលិទ្ធភាពពុកតកូនឬក៏ពីអ្នកដឹកនាំក្នុងបកមួយទៅសមាជិកបកផ្សេងទៀតនៅក្នុងបកតែមួយប៉ុន្តែត្រូវធ្វើតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឲ្យមានតម្លាភាពឲ្យមានការចូលរួមពីយុវជនផ្សេងឲ្យមានការចូលរួមពីមហាជនផ្សេងទៀតដើម្បី